ពួកបានបងជឿថាថៃខ្ញុំចង់លើកណាទោះបីជាខ្ញុំបោះគេលក់ធម្មតាចេញតែ5000នេះប៉ុន្តែក៏ខ្ញុំនៅចំណេញដែរពួកបានជឿថាហេតុអីចឹងមិនចូលដល់វីដេអូទៅមួយចូលពួកបានបងជួយជួយ subscribe ខ្ញុំឲ្យផងដូចជាស្គាល់តាមដើម្បីទទួលបានវីដេអូថ្មីៗអូខេអាប៉ោះសគូមូល ចឹង ណា ជិតដល់វីដេអូយើងត្មងសម្រាប់ខ្ញុំវិញតាមការខ្ញុំយល់ឃើញក៏ដូចជាតាមការខ្ញុំធ្លាប់ចាំមិនសានណាខ្ញុំមានអារម្មណ៍ថាចាំតែស្បែកហើយលើកមួយដែលខ្ញុំគិតថាចំណេញលក់ចេញ5000គឺនៅចំណេញណាស់ថាការចំណាយខុសដល់ខ្ញុំគឺតិចមែនតើបើសិនជាប្រៀបធៀបការចាប់របស់ខ្ញុំគឺដូចជាលើកនឹងដូចការយើងអញ្ចឹងនៅប្រភេទបរទេសគេអញ្ចឹងច្រើនឲ្យសត្វវាស៊ីតាមតាណាវាទៅក្លែងចោលគឺគោដូចជោគទៅហើយគុណភាពសាច់គុណភាពតម្លៃរបស់គេក៏ខ្ពស់ល្អទៀតហើយគុណភាពសាច់ត្រីនេះគឺដូចត្រីសាអញ្ចឹងតែខ្ញុំមិនមែននិយាយបែបហ្នឹងលក្ខណៈថាឲ្យយើងបងប្អូនធ្វើតាមខ្ញុំឬក៏ប្រតិបត្តិតម្លៃត្រីចំមិនទេតែខ្ញុំលើក comment មួយលើកជាមួយថាត្រីខ្សែក៏ដោយត្រីចំក៏ដោយវាអត់ខុសគ្នាទេគាត់ទៅថាប្រភេទត្រីចឹងគឺជាប្រភេទត្រីមួយដែលគេផ្ដល់ចំណីឲ្យច្រើនអញ្ចឹងការលក់វាគឺលឿនសម្រាប់ផ្លាច់បើវាគឺអត់សូវណែនដូចតែយើងធម្មជាតិបើវាដើរស៊ីអញ្ចឹងវាធ្វើចំណាច្រើនទេហើយតែដូចតែខ្ញុំផ្ដល់ខុសឲ្យគេឲ្យវាធ្វើចំណាច្រើនស្រាប់តែធំអន្តរល្អចឹងទៅហើយrecommend ថាអូខេវាអត់មានបញ្ហាទៅពោះត្រីចិញ្ចឹមក៏ថាខាងត្រីចិញ្ចឹមអត់ឆ្ងាញ់នៅខ្លះថារបស់ចិញ្ចឹមអត់ឆ្ងាញ់ខ្ញុំនិយាយថាវាជារឿងធម្មតាខាន់ទៅលើយើងបានអាយុទៅច្រើនណាបានប្រវត្តិណាបើមិនជាមន់វិញខ្ញុំគិតទៅលើមន់បើមន់ចិញ្ចឹមអត់ដែរអានោះគេមួយខែលក់អីនឹងទឹកមន់គឺផុយហើយអត់ឆ្ងាញ់ដូចមន់ខ្សែទេតែបើសិនជាគេអាចធ្វើឲ្យមន់មានចលនាដើរវិញពីផ្ទុយហ្នឹងខ្ញុំគិតថាវានៅតែមានភាគរយឆ្ងាញ់ដូចគ្នាដែរអូខេអញ្ចឹងខ្ញុំចង់ត្រឡប់មកការទំភេអ្វីមកដល់ hosting តិចចំពោះបាទខ្ញុំនិយាយថាលើកថ្លៃទៅ5000ក៏នៅដូចចំណេញដែរដោយសារតែលើកទៅមកកូនឃើញចឹងការប្រើប្រាស់ចំណីរបស់ខ្ញុំគឺអស់ចំណាយថ្លៃដើមតិចមែនតើជាមួយយើងចំណាយចំណីតិចយើងទី2គឺខ្ញុំមានចំណីដែលរកបានដោយខ្លួនឯងស្រស់ហើយល្អទៀតហើយទី3គឺលក្ខណៈខ្ញុំចាំបែបលក្ខណៈគ្រួសារអញ្ចឹងហើយគឺការប្រើប្រាស់ចំណីអីគឺយើងអត់បាន focus ទៅលើ standard ណានេះអ្នកដែលគាត់ចាំជាកសិដ្ឋានពីច្រើនគាត់តែងតែឲ្យចំណីជាប្រចាំដោយសារគាត់ចង់ប្រផុសចំណីឲ្យគាត់កាន់តែត្រីកាន់តែធំលឿនអញ្ចឹងទៅគាត់មានម៉ោងមានពេលទៅតាមចំណេះដឹងចំណេះប្រកបដោយគាត់មិនដាក់អញ្ចឹងទៅគឺត្រីអាចធំលឿនហើយសុខភាពត្រីគាត់ល្អដែរហើយមួយយ៉ាងមួយទៀតសម្រាប់ខ្ញុំ focus តែគ្រាន់ថាចំណៃខ្ញុំអត់សូវ focus ហើយខ្ញុំចូល focus បែបគ្រួសារជាងអញ្ចឹងទៅការប្រើប្រាស់ចំណៃវាជារឿងធម្មតាហើយ obviously ពេញស្រះតាមដំណើរការរបស់វាដែលអាចរកបានអញ្ចឹងទៅហើយខ្ញុំមិននិយាយថាអូឃើញអញ្ចឹងខ្ញុំចាំបានល្អជាងគេក៏ពិតអត់ទេខ្ញុំគ្រាន់តែជាលើកដំបូងខ្ញុំចាំឲ្យបានផុសប៉ុណ្ណឹងហើយក៏មានខ្លះធំខ្លះតូចដូចគ្នាតែអាចនិយាយថាជារឿងការមករក្សាខ្លួនឯងដែលអាចចាំបានធំប៉ុណ្ណឹងអូយខ្ញុំឃើញខ្ញុំបងខ្លះតែពេញស្រះខ្ញុំមិនឡើយថានិយាយទាំងសោយចឹងខ្ញុំឡើយថាយើងវាអត់នឹកស្មានថាយើងចាំបានប៉ុណ្ណឹងដែរអញ្ចឹងណាអូខេដូចតែបងឃើញចំណៃខ្ញុំដាក់យ៉ាងប្រចាំថ្ងៃគឺមានតែប៉ុណ្្នឹងទេគឺមានតែកន្ទក់កន្ទក់មកពេត្រូហើយនឹងចំណៃកន្លះប៉ុណ្្នឹងឯងអញ្ចឹងបើខ្ញុំនិយាយថាទៅបើជាតិចតួចក៏ខ្ញុំនៅតែចំណៃដែរខ្ញុំនិយាយបានប៉ុណ្្នឹងតែការបកស្រាយរបស់ខ្ញុំអត់សូវចេះនិយាយបាន script ទេត្រឹមត្រូវទេតែអរគុណសម្រាប់បងប្អូនដែលគាត់ចូលទស្សនាហើយអាចស្រ័យបើសិនជាស្ដាប់អត់យល់អីដែលសារញ៉ាបានប្រើប្រាស់ script ស្រួលបួទេអញ្ចឹងមានតែអត្ថបទចំណុចខ្លះតាមដែលកំណត់ឯងផុសផ្សេងមកហើយខ្ញុំគិតថាអាចទទួលយកបានដូចគ្នាហើយមួយទៀតចង់បងប្អូនទស្សនាពីការចិញ្ចឹមត្រីពីការបាច់ត្រីតែប៉ុណ្្នឹងឯងអត់មានគោលងងអីវិតម្លៃខាងណាក៏ខាងណាទេ
តែខ្ញុំទៅចិត្តឲ្យបងៗនៃគាត់នៅតាមផ្ទះអីនៅតាមដែលគាត់មានស្រីអីព្រោះវាហាក់ដូចជាអត់មានផលប្របាក់មែនទែនអត់ប្របាក់អីស្រួលអញ្ចឹងវាជារឿងល្អដើម្បីវាជាការកំសាន្តមួយដែលល្អមួយទៀតហើយយើងមានប្រភពចំណូលហើយក៏បើសិនជាយើងអត់ទេគ្រាន់នឹងហូបសម្រាប់គ្រួសារខ្លួនឯងក៏វាជារឿងល្អដែរសម្រាប់ខ្ញុំគឺខ្ញុំចង់លក់ទៅទីផ្សារបានច្រើនដែរហើយលើកក្រោយខ្ញុំនឹងធ្វើវាកាន់តែល្អជាងមុនទៀតលើកនេះគឺខ្ញុំមិនតាន់បានបញ្ចេញទេអញ្ចឹងខ្ញុំនៅតែបន្តនេះនៅឡើយអរគុណសម្រាប់ការទស្សនាវីដេអូលា